បាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់ Survey Mode នៅក្នុងកម្មវិធី Nueva គឺយើងអាច add ជា vector layer ឬជាប្រភេទ file AutoCAD ឬក៏ file KML ចូលទៅក្នុងផ្ទាំង Survey កម្មវិធី Nueva បានដើម្បីងាយស្រួលក្នុងការធ្វើការ Survey Topo ឬក៏វាស់ព្រំជាដើមបាទជាបន្ទាប់ខ្ញុំនឹងមាន file សម្រាប់លើកយកមកធ្វើឧទាហរណ៍នៅក្នុងវីដេអូនេះគឺជាប្រភេទ file DES គឺជា Master Plan ប្លង់មួយកន្លែងសម្រាប់អនុវត្តអញ្ចឹងជាបន្ទាប់យើងចូលទៅក្នុងកម្មវិធី Nueva ចូលទៅ Survey មួយទៀតចូលទៅបេតុង Layer Map របស់យើងគឺនៅក្នុងបេតុង Layer Map នេះគឺមានប្រភេទ Map Online ជាច្រើននៅក្នុងករណីនេះខ្ញុំសូ OSM Online Map ជាមុនអញ្ចឹងយើងចុចលើ OSM Online Map អញ្ចឹងវាចេញជាទម្រង់របៀបមានឃើញស្នាមផ្លូវហើយនឹងដូចលេខផ្លូវខ្លះដែរជាបន្ទាប់ខ្ញុំនឹងសូ Google Online Map គឺវាឃើញជាទម្រង់មានឈ្មោះស្តៀងនឹងខាងលើដែរជាបន្ទាប់ខ្ញុំចូលទៅក្នុង Google Online Area Map នេះគឺវាចេញជាទម្រង់ Google Satellite Map គឺយើងងាយស្រួលក្នុងការធ្វើជា sketch សម្រាប់ធ្វើវាស់វែងបាទជាបន្ទាប់គឺជាប្រភេទ WMS Map គឺជាប្រភេទ Map Service Online គឺយើងអាចប្រើប្រាស់ដាក់ link ចូលក្នុងហ្នឹងសម្រាប់ update តាម online ភ្លាមបាទជាបន្ទាប់គឺជាប្រភេទ Vector Map គឺយើងចូលក្នុង Vector Map ចូលទៅកាន់ Import បន្ទាប់មកក្នុង Alder Import នេះគឺយើងអាចមាន format ជាច្រើនសម្រាប់ support នៅក្នុង Vector Map នេះដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះភាគច្រើន file ដែលគេពេញនិយមប្រើប្រាស់ជាប្រចាំនៅក្នុងស្រុកយើងគឺប្រភេទជា AutoCAD file ជា DXF file ឬក៏ KML file ឬក៏ជា Land XML នៅក្នុងករណីនេះខ្ញុំនឹងជ្រើសយកប្រភេទ DXF file ដែលខ្ញុំមានប្រភេទ file នេះសម្រាប់ធ្វើជាឧទាហរណ៍អាចជាបន្ទាប់យើងត្រូវចុចលើ file path download ក្នុងករណីនេះខ្ញុំ download ចេញពី Telegram ចូល Telegram រក file របស់យើង import ចូលអញ្ចឹងរងចាំបន្តិចវានឹង import ចូលបានជោគជ័យយើងចុចលើ OK បន្ទាប់មកយើងចុច back ថយក្រោយចុចលើ file ដែលយើងបាន import ចូលមិញរួចចុច OK អញ្ចឹងយើងរងចាំបន្តិចវានឹង import ចូលផ្ទាំង map របស់យើងអញ្ចឹងក្នុងករណីនេះខ្ញុំចុចលើរូបផែនដីមួយដើម្បី zoom ទៅទីតាំងរបស់យើងអញ្ចឹងយើងទៅ zoom ទៅរកទីតាំងរបស់យើងគឺយើងឃើញថាប្លង់យើងបានចូលទៅក្នុង map របស់យើងហើយគឺសម្រាប់ធ្វើជា layer background អញ្ចឹងជាបន្ទាប់យើងនឹងអាចប្រើប្រាស់ layer background map របស់យើងសម្រាប់ធ្វើការបានហើយ